លើយកទៅថាការពិសេសរាប់ពាន់សន្លឹកឲ្យជនបរទេសអនឡាញ scam មិនមែនមានតែលោកថោសំណាងម្នាក់ឯងទេអង្គភាពប្រឆាំងអំពើពុករលួយ ACU បានរកឃើញជនសង្ស័យ2នាក់ទៀតគឺលោកនប់រដ្ឋានិងយូសរ៉ានីដែលជាមន្ត្រីក្រសួងការបរទេសដោយលោកថោសំណាងដែរនេះបើយោងតាមអ្នកនាំពាក្យ ACU លោកសយច័ន្ទវិចិត្រលោកអោមយិនទៀងប្រធាន ACU បានប្រាប់ News Today បន្ថែមនៅថ្ងៃទី23ខែសីហាឆ្នាំ2026ថា ACU នឹងបញ្ជូនលោកថោសំណាងជាមេខ្លោងនិងជនសង្ស័យទាំង2នាក់ទៀតជាគូកនទៅអัยការអមសាលាដំបងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី23ខែសីហាការរកឃើញគូកន2នាក់ទៀតនេះជាការវិវត្តថ្មីនៃសំណុំរឿងដែលបានផ្ទុះឡើងកាលពីយប់ថ្ងៃទី20ខែសីហានៅពេលដែលលោកថោសំណាងមន្ត្រីការទូតជាន់ខ្ពស់និងជាទីប្រឹក្សាក្រសួងការបរទេសមានឋានៈស្មើអគ្គនាយកត្រូវបាន ACU នាំទៅសាកសួរពាក់ព័ន្ធបទល្មើស online scam តាមការបញ្ជាក់របស់ ACU ក្នុងពេលសាកសួរលោកថោសំណាងបានសារភាពថាបានលួចយកសញ្ញាទិដ្ឋាការប្រភេទ C និង CEX ជាង 6000 សញ្ញាទៅប្រើប្រាស់ខុសច្បាប់ហើយ ACU ក៏បានរកឃើញថាសញ្ញាទិដ្ឋាការដែលបញ្ចេញខុសច្បាប់ទាំងនោះត្រូវបានជនបរទេស online scam យកទៅប្រើចំណែក 4000 សញ្ញាទៀតលោកថោសំណាងអះអាងថាបានកំទេចចោលយោងតាមប្រភពមន្ត្រីការទូតដែល News Today បានសាកសួរទិដ្ឋាការប្រភេទ C ឬ Courtesy Visa គឺជាទិដ្ឋាការពិសេសដែលផ្ដល់ជាការគួរសមដល់ជនបរទេសដែលមានលក្ខខណ្ឌគ្រប់គ្រាន់មិនមែនជាទិដ្ឋាការទេសចរធម្មតាដែលអ្នកដំណើរទូទៅអាចស្នើសុំបាននោះទេលោកអ៊ំសំអាតនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ Liga do ចាត់ទុកករណីលោកថោសំណាងថាធ្ងន់ធ្ងរព្រោះពាក់ព័ន្ធទៅនឹងការប្រើអំណាចរដ្ឋដើម្បីផលប្រយោជន៍បុគ្គលនិងអាចប៉ះពាល់ដល់មុខមាត់ប្រទេសសេដ្ឋកិច្ចការវិនិយោគទេសចរនិងសន្តិសុខសង្គមលោកគាំទ្រការអនុវត្តច្បាប់របស់ ACU និងជំរុញឲ្យបន្តបង្ក្រាបអំពើពុករលួយទោះបីអ្នកពាក់ព័ន្ធមានឋានៈឬអំណាចខ្ពស់ប៉ុណ្ណាក៏ដោយខ្ញុំរស់សុធាពី News Today NTTV